វីដេអូនេះមកសរសេរអំពីការសាងសេចក្តីសុខឥតព្រំដែននៅក្នុងបច្ចុប្បន្នជាតិរហូតដល់អនាគតជាតិជាសេចក្តីសុខនៅក្នុងលោកីយ៍ផងក៏ជាសេចក្តីសុខនៅក្នុងលោកុត្តរៈផងតើសេចក្តីសុខនោះគួរសាងបែបណាលោកអ្នកស្ដាប់ដោយការពិចារណាស្ដាប់ទៅតាមការគួរបើសិនជាគួរលោកអ្នកយកទៅបដិបត្តិជាប្រចាំថ្ងៃដើម្បីសេចក្តីសុខចែករំលែកបន្តដើម្បីជាញាតិសន្តាននៅក្នុងវដ្តមួយនេះចា៎ទី1អំពើល្អដែលលោកអ្នកត្រូវសាងនោះគឺត្រូវវាចាកអំពើបាបទាំងឡាយទាំងពួងវាចាកអំពើបាបទាំងឡាយទាំងពួងនេះមិនថាដោយកាយដោយវាចាដោយចិត្តគឺត្រូវវាចាកទាំងអស់មិនត្រូវឲ្យកាយវាចាចិត្តយើងនេះប្រព្រឹត្តនៅក្នុងអកុសលឡើយសូមឲ្យកាយវាចាចិត្តយើងនេះសង្រួមស្ថិតនៅក្នុងកុសលតែម្យ៉ាងអញ្ចឹងកុសលត្រូវកើតដោយកាយដោយវិចារដោយចិត្តយើងនេះអញ្ចឹងយើងត្រូវសង្រួមដែលក្រមសិលធម៌ល្អប្រពៃអញ្ចឹងយើងត្រូវវិចារអំពើបាបទាំងឡាយទាំងពួងហ្នឹងណាចាទី2គឺការបំពេញកុសលដល់ព្រមការបំពេញកុសលដល់ព្រមនោះយ៉ាងណាការបំពេញកុសលដល់ព្រមនោះគឺជាសេចក្តីល្អទាំងឡាយណាដែលជាហេតុគ្រប់បច្ច័យគ្រប់ដែលយើងអាចធ្វើទៅបានដែលជាកុសលមិនថាជាការឲ្យទានឬក៏ជាអមិសទានក្តីជាធម្មទានក្តីគឺសុទ្ធតែជាកុសលដល់ព្រមដែលយើងអាចប្រព្រឹត្តបានតាមការគួរតាមកលៈទេសៈតាមសមត្ថភាពដែលយើងគិតថាយើងអាចប្រព្រឹត្តទៅបានណាចាទានណាបន្តិចបន្តួចក៏ជាទានដែរសូម្បីតែបាយមួយវែកសណ្ដែកមួយគួរក៏រាប់ថាជាទានសួរដែរការប្រាប់ផ្លូវអ្នកដតីចង្អុលបង្ហាញអ្នកដតីឲ្យមានបញ្ញាឲ្យចម្រើននៅផ្នែកកុសលអញ្ចឹងនេះគឺសិតតែជាទានដែលជាធម្មទានឈ្នះអស់ទានទាំងពួងអញ្ចឹងការឲ្យធម្មទានគឺឲ្យនៅបញ្ញាហើយធម្មទាននេះគឺខ្លាំងខ្លាណាស់បុគ្គលដែលបានត្រាស់ដឹងនៅក្នុងលោកគឺសិតតែទទួលនៅធម្មទានអញ្ចឹងសាវករបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយសម្រាប់ធម៌នៅក្នុងលោកីយ៍សុខទៅដល់លោកុត្តរៈគឺសិតតែទទួលបានតាមធម្មទាននឹងដែរចា៎ហើយទី3នោះយ៉ាងណាទី3លោកអ្នកត្រូវសម្អាតចិត្តឲ្យផុសផង់ឲ្យផរៈផងគឺចិត្តយើងស្អាតចិត្តយើងបរិសុទ្ធចិត្តស្អាតចិត្តបរិសុទ្ធនោះយ៉ាងណាចិត្តស្អាតចិត្តបរិសុទ្ធនោះគឺជាចិត្តដែលមិនមានអំពើបាបទាំងឡាយអញ្ចឹងលោកអ្នកដូចជាការសាងព្រះពុទ្ធបដិមា9អង្គនៅក្នុងចិត្តការកសាងព្រះពុទ្ធបដិមា9អង្គនៅក្នុងចិត្តនោះយ៉ាងណាទី1គឺមិនលោភមិនលោភៈមិនជាប់ជំពាក់អ្វីទាំងឡាយនៅក្នុងលោកទី2គឺមិនខឹងមិនថ្នាំងថ្នាក់មិនបដិខៈទី3មិនវង្វេងមិនវង្វេងហ្នឹងគឺមិនកើតនៅសេចក្តីមោហៈអញ្ចឹងបុគ្គលទាំងឡាយគួរស្វែងរកវិជ្ជាដើម្បីកើតជាបញ្ញាដើម្បីវាចាក់នៅសេចក្តីវង្វេងទាំងឡាយហ្នឹងអញ្ចឹងយើងត្រូវសិក្សាអញ្ចឹងការស្ដាប់កំពុងតែស្ដាប់នេះគឺបានន័យថាយើងកំពុងតែចម្រើននៅបញ្ញាហើយចា៎ហើយទី4នោះគឺមិនព្យាបាទមិនមានគំនុំគុំគួនមិនមានគំនុំគុំគួនមិនព្យាបាទអ្នកដតីនេះវាជាសេចក្តីសុខយើងក៏សុខអ្នកទាំងឡាយសត្វទាំងឡាយក៏ទទួលបាននូវសេចក្តីសុខទី5មិនចំណែនឈ្នានេះអ៊ីសាមិនចំណែនអ្នកដតីក៏ជាសុខដែរចិត្តយើងទៅចំណែនអ្នកដតីអត់មានទទួលបានសេចក្តីសុខឡើយចា៎ហើយទី6នោះគឺមិនស្រឡាញ់អាការមិនស្រឡាញ់ហ្នឹងក៏វាជាសុខមួយដែរហើយក៏ជាព្រះពុទ្ធមួយអង្គដែរចាក៏ជាព្រះមួយអង្គដែរហើយទី7គឺការមិនស្អប់នេះក៏ជាព្រះមួយអង្គដែរហើយទី8ហ្នឹងការមិនប្រកាន់មាំពេលខ្លះអារឿងបន្តិចបន្តួចមិនគួរប្រកាន់ក៏មិនគួរប្រកាន់នឹងហើយមិនបាច់ប្រកាន់ទេព្រោះប្រកាន់ទៅក៏មិនបានអីមកវិញដែរចាយើងត្រូវចេះខន្តីត្រូវចេះអភ័យផ្ដល់បញ្ញាទៅឲ្យគេកុំប្រកាន់គ្រប់រឿងអាការប្រកាន់ហ្នឹងគឺវាជាអកុសលចាហើយចំណែកឯទី9ចុងក្រោយដែលជាព្រះចុងក្រោយនោះគឺការដែលមិនកង្វល់ការដែលមិនជាប់កង្វល់នៅក្នុងចិត្តទាំងឡាយនេះមនុស្សយើងមិនមានសេចក្តីសុខផ្លូវចិត្តដោយសារអាកង្វល់នៅក្នុងចិត្តហ្នឹងតារឿងខ្លះបើសិនជាយើងអត់ខ្វល់ក៏វាអត់មានកើតអីហើយបើសិនជាយើងខ្វល់បើរឿងហ្នឹងវាត្រូវកើតវានៅតែកើតនឹងឯងអញ្ចឹងយើងសម្អាតចិត្តយើងនឹងឲ្យស្អាតឲ្យផុសផង់កុំឲ្យចិត្តយើងនឹងមានធូលីមានសម្រាមអញ្ចឹងការសាងព្រះពុទ្ធ9អង្គនៅក្នុងចិត្តនេះគឺធ្វើឲ្យយើងនឹងលះនៅ
លោភៈទោសៈមោហៈអញ្ចឹងចិត្តយើងពេលហ្នឹងផុសផង់ចិត្តយើងពេលហ្នឹងគឺផុសផង់ជាចិត្តស្អាតហើយវាមិនមែនជាការលំបាកទេហើយវាក៏មិនមែនជាការងាយដែរតែសំខាន់យើងដឹងយើងត្រូវតែដឹងយើងត្រូវតែចាំហើយយកទៅបដិបត្តិយកទៅអនុវត្តជាប្រចាំថ្ងៃដើម្បីសេចក្តីសុខរបស់ខ្លួនឯងហើយក៏ឆ្លៀតចែករំលែកទៅដល់កូនចៅចំនួនក្រោយបើសិនជាបុគ្គលទាំងឡាយមិនបានសម្អាតចិត្តឲ្យផុសផង់ទេនេះចិត្តនឹងវាពោពេញទៅដោយសេចក្តីទុក្ខហើយទុក្ខទាំងឡាយហ្នឹងមិនមែនអ្នកដតីបង្កើតឲ្យណាគឺខ្លួនឯងហ្នឹងជាអ្នកបង្កើតឲ្យខ្លួនឯងសេចក្តីសុខដូចគ្នាក៏ខ្លួនឯងជាអ្នកបង្កើតឲ្យខ្លួនឯងដែរអញ្ចឹងលោកអ្នកគួរជ្រើសរើសថាតើចង់សាងសេចក្តីសុខឥតព្រំដែនឬក៏ចង់សាងសេចក្តីទុក្ខឥតព្រំដែនការសាងសេចក្តីទុក្ខឥតព្រំដែននេះវាងាយវាជារឿងងាយយើងមិនបានសិក្សាក៏អាចសាងបានដែរប៉ុន្តែអាការសាងសេចក្តីសុខដោយឥតព្រំដែននេះត្រូវការសិក្សាត្រូវការបដិបត្តិត្រូវការអនុវត្តហើយត្រូវការយល់ស្វែងយល់បន្ថែមហើយតាមដានខ្លួនឯងតើចិត្តខ្លួនឯងនេះកំពុងតែសាងអ្វីសាងសម្រាមឬក៏សាងព្រះពុទ្ធចា៎អញ្ចឹងនៅក្នុងចិត្តទាំង9យ៉ាងនេះគឺស្មើនឹងព្រះពុទ្ធមួយអង្គចា៎ទី1មិនលោភទី2មិនខឹងទី3មិនវង្វេងទី4មិនគំនុំគុំគួនទី5មិនចំណែនឈ្នានេះអ៊ីសាទី6គឺមិនស្រឡាញ់ទី7គឺមិនស្អប់ទី8មិនប្រកាន់ទី9មិនកង្វល់អញ្ចឹងមានតែ9ចំណុចនឹងទេដែលជាចំណុចដែលងាយបុគ្គលទាំងឡាយអាចធ្វើបានគ្រប់គ្នាមិនថាមនុស្សចាស់មិនថាក្មេងប៉ុន្តែសំខាន់គឺយល់ហើយដឹងថាអ្វីជាការខឹងអ្វីជាការស្អប់អ្វីជាការស្រឡាញ់អ្វីជាការជាប់ជំពាក់អ្វីជាការវង្វេងអ្វីជាការប្រកាន់មកអញ្ចឹងបើមិនសិក្សាអត់ដឹងហើយបើមិនដឹងគឺមកពីមិនបានសិក្សាមិនបានស្ដាប់នឹងឯងចា៎ហើយនៅក្នុងធម្មទានហ្នឹងគឺមានតែប៉ុណ្ណឹងទេការសាងសេចក្តីសុខឥតព្រំដែននៅក្នុងបច្ចុប្បន្នជាតិរហូតដល់អនាគតជាតិសេចក្តីសុខនៅក្នុងលោកីក៏អញ្ចឹងសេចក្តីសុខនៅក្នុងលោកកត្រៈហ្នឹងក៏អញ្ចឹងដែរអរគុណសម្រាប់លោកអ្នកដែលបានចូលទស្សនាវីដេអូមួយនេះដោយអបនិស្ស័យបើសិនជានាងខ្ញុំបរិយាយខុសនៅក្នុងសភាវៈធម៌ត្រង់ប្រការណាមួយសូមលោកអ្នកដែលចេះដឹងចូលខមមិនកែលម្អហើយក៏សូមអរគុណសម្រាប់លោកអ្នកដែលបានចែករំលែកវីដេអូនេះបន្តទៅជាធម្មទានសូមឲ្យលោកអ្នកទទួលបាននូវបញ្ញាបារមីទទួលបាននូវសេចក្តីសុខគ្រប់ប្រការចា៎អរគុណ